បងការងារដំបូងយើងធ្វើដើម្បីរៀនឬក៏យើងធ្វើដើម្បីលុយប៉ុន្តែkhi bị chỗបងផុសមុននោះគឺបងធ្វើការច្រើនមុខមែនតើការងារដំបូងរបស់បងអាហ្នឹងមូលហេតុអីគេវិញហ៎បងអូចាហ្នឹងហើយបងធ្លាប់ផុសតែអាហ្នឹងណាសម្រាប់បងវិញការងារដំបូងកន្លែងធ្វើការងារដំបូងរបស់យើងហ្នឹងណាដូចជាថ្នាក់រៀនទី2របស់យើងចឹងដែរដូចបងអូនដឹងហើយថាពេលយើងចេញពីរៀនមកគឺយើងចង់បានការងារគឺចង់បានលុយហើយមែនទេអ្នកណាក៏ចង់បានអញ្ចឹងដែរប៉ុន្តែសម្រាប់បងវិញការងារដំបូងគឺជាការរៀនគឺជាការមួយទីមួយយើងស្វែងរកបទពិសោធន៍ហ្នឹងបានមកពីអ្វីដោយសារយើងបានរៀនហើយអញ្ចឹងយើងមកធ្វើការដើម្បីយកបទពិសោធន៍អញ្ចឹងយើងយកអ្វីដែលរៀនហ្នឹងមកធ្វើទី2គឺជំនាញបងអូនត្រូវដឹងថាពេលដែលនៅក្រុមហ៊ុនណាយើងនឹងអាចរៀនជំនាញលើសពីជំនាញដែលយើងបានរៀននៅសាលាទី3គឺការប្រស័យតាក់ទងគ្នាយើងធ្លាប់តែនៅរៀននៅសាលាហើយមែនអត់ចាអញ្ចឹងយើងមានមិត្តភ័ក្តិយើងប្រស័យតាក់ទងហើយប៉ុន្តែនៅកន្លែងរៀនផ្សេងខុសពីកន្លែងការងារអ្នកដែលបងប្អូនជួបគឺជាមនុស្សផ្សេងមនុស្សដែលយកស្គាល់សោះកាលពីមុនមកអញ្ចឹងយើងត្រូវរៀនអន្តរនឹងរៀនស្គាល់ពួកគាត់និងអាចធ្វើការជាមួយគាត់បានសម្រាប់បងវិញការឆ្នាំ1998បងបានចូលធ្វើការងារក្រុមហ៊ុនឯកជនមួយដែលចែកចាយផលិតផលច្រើនមែនតែនជាជំនួយការហិរញ្ញវត្ថុហើយពេលដែលបងចូលណាបងចេះភាសាអង់គ្លេសអញ្ចឹងបងត្រូវទៅអង្គុយតុកបងគឺអង្គុយជាមួយនឹងតកែជាមួយនឹងនាយកអត្តបទជនជាតិអាមេរិកអញ្ចឹងនៅពេលបងចូលធ្វើការហ្នឹងគឺមានបញ្ហាដោយសារមិត្តភ័ក្តិរួមការងារអត់ចូលចិត្តបងទេយើងចូលក្រោយគេតែយើងទៅអង្គុយថ្នាក់ជាមួយមេអញ្ចឹងណាអញ្ចឹងបងក៏សុំគេចុះមកអង្គុយខាងក្រោមវិញខាងក្រោមហ្នឹងក៏នៅជាប់បន្ទប់បេឡាអញ្ចឹងណាតែបន្ទាប់ពីបងធ្វើការងារបងហើយបងមានពេលច្រើនបងក៏ទៅជួយការងារផ្នែកបេឡាទី1គឺបងជួយគាត់ផ្នែកចេញវិក័យប័ត្រប្រមូលលុយបិទបញ្ជីអតិជនទៅពេលអីសពបែបយ៉ាងហើយក្រៅពីហ្នឹងទៀតបងមានពេលក៏បងទៅជួយផ្នែកការងាររដ្ឋបាលព្រោះបងចេះវាយកុំព្យូទ័រភាសាខ្មែរអញ្ចឹងតែខាងរដ្ឋបាលគាត់ពឹងបងឲ្យជួយវាយជាអក្សរឡែកទៅក្រសួងផ្សេងៗអញ្ចឹងនឹងបកប្រែភាសាអង់គ្លេសមកភាសាខ្មែរលើសពីហ្នឹងទៀតបងបានទៅជួយផ្នែកហិរញ្ញិកគឺជាផ្នែកមួយដែលគាត់ control លុយទាំងមូលណាតែអ្វីដែលបងទៅជួយគាត់គឺបងទៅទទួលភ្ញៀវអតិជន VIP ដោយសារបងបកកាយរាប់លុយបងខកពីការធនាគារបាន3ខែណាចឹងបងបកកាយរាប់លុយចឹងបងទៅជួយប្រមូលលុយគាត់នឹងទៅសេអក្សរបងស្អាតចឹងបងទៅសេกระดาษវេលុយទៅធនាគារអីគឺបងទៅជាមួយគាត់រហូតហើយមួយទៀតហ្នឹងក៏បងជួយគឺផ្នែកទីផ្សារដោយសារយើងជាក្រុមហ៊ុនចែកចាយផលិតផលមកពីក្រៅចឹងមានការធ្វើ campaign ជាច្រើនជាការបុណ្យអុកទូអញ្ចឹងយើងត្រូវទៅតាំងពីពណ៌មាន store ធំរបស់យើងអញ្ចឹងណាអញ្ចឹងបងទៅជួយគេរៀប marketing ហ្នឹងហើយបែបសំខាន់គឺក្រៅតែពីសប្បាយឲ្យបានលុយឬឲ្យលុយក្រៅមកណាចាហើយអ្វីដែលលើសពីហ្នឹងទៀតបងបានជាមគ្គទេសមួយដោយសារយើងចេះភាសាអញ្ចឹងទៅមាន supplier បរទេសជាច្រើនដែលគាត់មកជួបការងារហើយតែពីការងារគឺគេមិនដើរលេងមើលទីក្រុងយើងដូចជាទៅវាំងទៅ killing field អីសពបែបយ៉ាងហ្នឹងបងជាអ្នកនាំពួកគាត់ទៅចាអញ្ចឹងសរុបមកវិញទៅបងបានធ្វើការងារច្រើនមែនតើអ្វីដែលបងរៀនចេះមែនតើគឺការគ្រប់គ្រង stock ពីព្រោះដោយសារបងចេះភាសាអង់គ្លេសទៀតហើយនាយកបប្រតិបត្តិបងជនជាតិអាមេរិកតែងតែយកបងទៅជាមួយគាត់ពេលយើងទៅពិនិត្យឃ្លាំងធំរបស់យើងអញ្ចឹងបងចេះការគ្រប់គ្រងឃ្លាំងនិងទំនិញរាប់ម៉ឺនមុខច្បាស់មែនតើចឹងសរុបសេចក្តីមកបងបានរៀនច្រើនអញ្ចឹង3ឆ្នាំក្រោយបងបានបដូរការងារទៅក្រុមហ៊ុនបរទេសមួយតែបងខ្លាយទៅជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងនាយកគ្រប់គ្រងផ្នែកបុគ្គលិកអញ្ចឹងបងចង់ប្រាប់ក៏ជាសារមួយទៅបងប្អូនដែលគាត់ទើបមករៀនចប់ឬក៏គាត់ពងរៀននឹងបានការងារធ្វើហ្នឹងសូមគិតថាកន្លែងការងារគឺជាកន្លែងសាលារៀនដើម្បីឲ្យយើងបានរៀនបានច្រើនយើងបានកសាងជំនាញច្រើនអញ្ចឹងឱកាសរបស់យើងនឹងមានច្រើននៅពេលអនាគតផងដែរចាអរគុណច្រើនចា